រឿងក្លិនផ្កាម្លិះកណ្ដាលអាត្រៀតសំលេងខ្យល់បក់វូវូនិងសំលេងចង្រិតយំអូសបន្លាយតើញាក់ធ្លាប់ទេនៅពាក់កណ្ដាលអាត្រៀតដ៏ស្ងាត់ជ្រងំស្រាប់តែញាក់មានអារម្មណ៍ថាមានបាតដៃដ៏ត្រជាក់ស្រែបមកអង្អែលផែនថ្ពាល់ញាក់ថ្នមអ្នកដឹងថាញាក់រស់នៅម្នាក់ឯងប៉ុន្តែញាក់មិនហ៊ានបើកភ្នែកទេព្រោះក្លិនផ្កាម្លិះដ៏ឈ្ងុយឆ្ងប់បានប្រាប់ញាក់ថានាងមកដល់ហើយតើអ្នកនឹងធ្វើបែបណាបើព្រលឹងដែលគួរឲ្យខ្លាចបំផុតគឺជាព្រលឹងដែលស្រឡាញ់អ្នកជាងគេបំផុតសំលេងកង់ឡានកិនគ្រោះនិងសំលេងឆ្កែព្រុសពីចម្ងាយវាសនាជាវិស្វករវ័យក្មេងម្នាក់បានសម្រេចចិត្តត្រឡប់មកភូមិដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបងដើម្បីជួសជុលផ្ទះឈើបុរាណឬសខ្ពស់ដែលជាមរតករបស់លោកតាលោកយាយផ្ទះនោះស្ថិតនៅដាច់ពីគេក្បែរមាត់ព្រៃក្រាស់និងមិនឆ្ងាយប៉ុន្មានពីចេតិយចាស់នៃវត្តបោះបង់ចោលមួយសំលេងទ្វារឈើចាស់របើកក្រាកអៀកនៅយប់ដំបូងបរិយាកាសត្រជាក់ខុសធម្មតាខណៈដែលវាសនាកំពុងលៀបចំរបស់របរស្រាប់តែមានក្លិនផ្កាម្លិះសាយភាយពេញបន្ទប់ក្រឡេកទៅមើលក្រៅបង្អួនក្រោមពន្លឺព្រះច័ន្ទស្រអាប់គេឃើញនារីម្នាក់ស្លៀកសំពត់ចងក្បិនរឹបរាងពណ៌អសនិងអាវកគត់បែបខ្មែរបុរាណកំពុងឈរប្រមូលផ្កាម្លិះនៅក្បែរជណ្ដើរផ្ទះនាងមានមុខមាត់ស្រស់ស្អាតឥតខ្ចោះស្បែកសស្លេកប៉ុន្តែប្លែកត្រង់ថាជើងរបស់នាងហាក់ដូចជាមិនជួនដីនាងងើបមុខសម្លឹងមុខវាសនារួចញញឹមស្រាលស្នាមញញឹមដែលធ្វើឲ្យបេះដូងគេលោតខូបចង្វាក់តែព្រឺសម្បូរគីងគួកច្មងពេលតែមួយសំលេងបាក់សីយំសោកសងស្រេងនិងសំលេងស្លឹកឈើជ្រុះប៉ុន្មានថ្ងៃកន្លងផុតទៅវាសនាចាប់ផ្ដើមស៊ាំនឹងវត្តមានរបស់ចន្ទថានាងតែងតែលេចមុខនៅពេលព្រលឹបជួយរៀបចំផ្ទះនិងអង្គុយស្ដាប់គេនិយាយពីការងារសម្ដីនាងស្រទន់ពីរួតតែនាងមិនដែលឈានជើងចូលក្នុងផ្ទះពេលថ្ងៃវាសនាចាប់ផ្ដើមលងស្រឡាញ់ភាពទន់ភ្លន់នេះដោយមិនខ្វល់ថាដៃដែលគេឧស្សាហ៍កាន់នោះត្រជាក់ដូចទឹកកកថ្ងៃមួយវាសនាបានទៅផ្សារភូមិពេលគេប្រាប់អ្នកភូមិពីចន្ទថាអ្នកភូមិទាំងអស់ប្រែពណ៌មុខលោកតាចាស់ម្នាក់បានចាប់ដៃវាសនាជាប់មុខគាត់ស្លេកស្លាំងក្មួយប្រុសនៅទីនោះគ្មានមនុស្សស្រីឈូសចន្ទថាទេមានតែខ្មោចតៃហោងនាងចន្ទថាដែលចងកសម្រាប់ខ្លួនក្បាយចាយដូចចាស់ក្រោយពេលគូដណ្ដឹងនាងស្លាប់ក្នុងសង្គ្រាមកាលពី50ឆ្នាំមុននាងជាចំណុះអវស្ដេចព្រៃទៅហើយប្រញាប់ឬចេញទៅមុននឹងប្រលឹងឯងទៅវាឆោកយកវាសនាឈោកៀងបេះដូងធ្លាក់ដល់កែងជើងសំលេងផ្គរលន់ដាំក្រឹមខ្យល់បក់យ៉ាងខ្លាំងយប់នោះព្យុះភ្លៀងធ្លាក់យ៉ាងសន្ធឹកវាសនាអង្គុយក្នុងផ្ទះដោយភាពភ័យខ្លាចតែក្តីនឹកលីឡំស្រាប់តែសំលេងគោះទ្វារដាំងវាមិនមែនជាការគោះទ្វារធម្មតាទេគឺជាការវាយទម្លុះទ្វារក្រៅបង្អួនស្រមោលខ្មៅធំកម្ពស់ជាងផ្ទះភ្នែកក្រហមឆ្អៅកំពុងឈរអូបសផ្ទះវាជាស្ដេចព្រៃដែលដឹងថាមានមនុស្សរស់នៅទីនេះនឹងចង់បានប្រលឹងវាសនាឲ្យវាមកអញសំឡេងក្រហមស្អកដូចចេញពីបាតដីផ្ទះឈើក៏គ្រើក្រំពើកវាសនាថយក្រោយទល់ជញ្ជាំងបិទភ្នែករងចាំសេចក្តីស្លាប់រំពេចទៅខ្យល់ត្រជាក់សាយភាយក្លិនផ្កាម្លិះយ៉ាងតឹងច្រមុះបានសាយភាយឡើងចន្ទថាបានលិចជូនឈរនៅមុខវាសនាសំលេងស្រែកទ្រហោយ៉ែមស្រាលតែព្រឿក្បាលភើយគង់ប៉ះពលគាត់ចន្ទថាស្រែកទម្រង់មុខដ៏ស្រស់ស្អាតរបស់នាងចាប់ផ្ដើមប្រែប្រួលសរសៃឈាមខ្មៅលិចមកលើស្បែកស្លេកភ្នែកប្រែជាសទេប៉ុន្តែនាងនៅតែយកទ្រូងបាំងវាសនាស្ដេចព្រៃក្រហឹមនាងជាទាស្គរអញនាងហ៊ានប្រឆាំងអញដើម្បីមនុស្សប្រុសម្នាក់នេះគាត់ជាម្ចាស់បេះដូងឃីមតាំងពីជាតិមុនចន្ទថាបានងាកមកមើលវាសនាជាលើកចុងក្រោយស្នាមញញឹមរបស់នាងនៅតែស្រស់ស្អាតទោះបីជាទឹកភ្នែកឈាមកំពុងហូរនាងបានប្រមូលថាមពលវិញ្ញាណទាំងអស់របស់នាងដែលសន្សំរាប់សិបឆ្នាំស្ទុះទៅអូបស្រមោលក្មេងនោះសំលេងផ្ទុះយ៉ាងសន្ធឹកនិងពន្លឺពណ៌ខៀវភ្លឺចិញ្ចារួចស្ងាត់ជ្រុំអ្វីគ្រប់យ៉ាងរលាយបាត់គ្មានស្ដេចព្រៃគ្មានចន្ទថាមានតែភាពស្ងាត់ជ្រុំនិងដំម៉ាក់ទឹកភ្លៀងសំលេងកណ្ដឹងវត្តរលោតិចទីងព្រឹកឡើងព្រះសង្ឃនិងអ្នកភូមិបានមកដល់ផ្ទះវាសនា
គេឃើញវាសនាដេកសន្លប់កាន់ផ្កាម្លិះសួតមួយតងយ៉ាងជាប់នៅនឹងទ្រូងលោកតាបានប្រាប់ការពិតដ៏គួរឲ្យតក់ថ្លោកថាក្មួយប្រុសគូដណ្ដឹងនាងចន្ទថាដែលស្លាប់កាលពី50ឆ្នាំមុនគឺមានឈ្មោះនឹងថ្ងៃខែឆ្នាំកំណើតដោយក្មួយបេះបិទនាងមិនព្រមទៅចាប់ជាតិឡើយព្រោះនាងរងចាំមើលផ្លូវគូដណ្ដឹងនាងត្រឡប់មកវិញយប់មិញនាងបានបំបីប្រលឹងខ្លួនឯងរលាយវិញ្ញាណដើម្បីដូរយកជីវិតក្មួយពីស្ដេចព្រៃនាងលែងមានវត្តមានក្នុងវាលវត្តសង្សារនេះទៀតហើយវាសនាស្រក់ទឹកភ្នែកអូផ្កាម្លិះសួតជាប់គាត់ដឹងហើយថាស្នេហាដ៏បរិសុទ្ធនិងអស្ចារ្យក្នុងជីវិតគាត់គឺគាត់ទទួលបានពីខ្មោចស្រីម្នាក់ខ្មោចដែលសុខចិត្តបាត់បង់ឱកាសចាប់ជាតិជាថ្មីដើម្បីឲ្យមនុស្សដែលខ្លួនស្រឡាញ់បានរស់រានរស់នៅតើអ្នកជឿទេថាស្នេហាពិតអាចយកឈ្នះសូម្បីតែសេចក្តីស្លាប់បើថ្ងៃណាមួយអ្នកបានធំក្លិនផ្កាម្លិះនៅកណ្ដាលអាត្រៀតកុំភ័យខ្លាចអីទៅប្រហែលជាមានព្រលឹងណាមួយកំពុងឈរយាមការពារអ្នកដោយក្តីស្រឡាញ់ក៏ថាបាន